ស្ដីបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាទស្សនភាពទន្លេចំពោះអាប់ពោមួយខ្ញុំឲ្យមើលទន្លេនោះនៅខាងក្រោយក្នុងខ្ញុំហើយចាក់ដីច្រើនណាស់ចាក់ទៅមុខដើម្បីការអភិវឌ្ឍហើយនៅកន្លែងនេះកន្លែងខ្ញុំឈរប្រកាន់ដៃនេះគឺកន្លែងសួនបាញ់ទឹកពណ៌ពេលយប់ពេលរាត្រីពេលថ្ងៃនេះអត់បើទេហើយបាញ់ទឹកភ្លើងពណ៌រត់ពេលយប់តាមប្រវត្តិលេខ្ញុំថតនេះគឺពេលព្រឹកតែស្វាស្អាតតែទន្លេចំពោះទីរួមខេត្តព្រៃវែងលើចូលទៅមុខសាលាខេត្តណាគឺហ្នឹងប្រហែលជាថាគារហ្នឹងហ្នឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនទៀតលាខេត្តព្រៃវែងទៅខេត្តផ្សេងវិញយ៉ាងវាចាំបាច់តោះចប់ហើយ